ហើយនេះគឺជាកំភ្លើងទាំង5នៅក្នុង game Free Fire ដែលគេបានដកចេញហើយកំភ្លើងទី1ដែល Free Fire បានដកចេញហ្នឹងគឺមានឈ្មោះថា MGL 140ហើយគ្នាយើងណាខ្លះដែលនៅចាំកំភ្លើងហ្នឹងគ្នាយើងណាខ្លះដែលលេងតាន់កំភ្លើងហ្នឹងគឺថាគេដកចេញយូរហើយអ្នកគ្នាតែក្មេង Free Fire សេរីចាស់ក្មេង Free Fire សេរីថ្មីគេថាអត់ស្គាល់ទេបើគ្នាយើងនៅចាំគ្នាយើងកុំភ្លេច comment ខាងក្រោមឲ្យខ្ញុំបានដឹងផងហ្នឹងហើយសម្រាប់ទី2វិញគេថាអត់មែនកំភ្លើងទេគ្នាយើងគេថាស្នាអ្នកគ្នានៅចាំស្នាបានអត់ស្នាបាញ់ទៅផ្ទុះហើយសម្រាប់ស្នានេះដែរគេថាគេដកចេញយូរហើយអ្នកគ្នាសម្រាប់ក្មេង Free Fire ឥឡូវគេថាស្គាល់ទេតសេរីចាស់អីចឹងណាហើយអ្នកគ្នានៅចាំបានអត់ថាស្នាហ្នឹងគេដកចេញនៅក្នុងឆ្នាំណាអ្នកគ្នាខ្ញុំដូចជារៀងផ្លេចនេះបើគ្នាយើងដឹងគ្នាយើងកុំភ្លេច comment ឲ្យខ្ញុំដឹងម្នាក់មួយផងហើយបើសម្រាប់កំភ្លើងទី3វិញគេថាកំភ្លើងបាញ់ក្របបែកតកអ្នកគ្នានៅចាំបានអត់កំភ្លើងយើងដើរស៊ីតាមត្រប់ហើយបាញ់ចេញក្របបែកតកប៉ុណ្ណឹង3គ្រាប់អ្នកគ្នានៅចាំបានអត់កំភ្លើងអើយដូចកំភ្លើងខ្លីចឹងកំភ្លើងហ្នឹងហើយសម្រាប់កំភ្លើងហ្នឹងដែរគេថាគេដកចេញយូរដែរអ្នកគ្នាចាំបានអត់បើចាំអត់បានទេក៏អត់ទៅខ្ញុំចាំអត់បានដែរហើយសម្រាប់កំភ្លើងទី4វិញគេថាខ្ញុំភ្លេចឈ្មោះបាត់ហើយអ្នកគ្នាដឹងតាកំភ្លើងហ្នឹង1500គ្រាប់អញ្ចឹងណាចាំខ្ញុំដាក់រូបឲ្យអ្នកគ្នាមើលនេះកំភ្លើងហ្នឹងអ្នកគ្នាស្គាល់អត់ខ្ញុំភ្លេចបាត់ហើយគេថាបានយូរពេកខ្ញុំភ្លេចបាត់ហើយអ្នកគ្នាបើអ្នកគ្នាដឹងគ្នាយើងកុំភ្លេចប្រាប់ខ្ញុំម្នាក់មួយផងគេថាខានបានយូរភ្លេចទៅហើយតែកំភ្លើងហ្នឹងគេដាក់យើងបាញ់នៅវគ្គ zombie កាលមុនតែអ្នកគ្នាហើយដល់ឥឡូវហ្នឹងវគ្គ zombie ក៏នៅតែមានអ្នកគ្នាចូលបង្កើតវគ្គ zombie លេងមើលហើយចូលទៅលេងចង់ដឹងថាវាមានកំភ្លើងហ្នឹងអត់និយាយទៅខ្ញុំភ្លេចកំភ្លើងហ្នឹងបាត់ហើយភ្លេចឈ្មោះវាអញ្ចឹងណាដឹងតែកំភ្លើងហ្នឹងក្របច្រើនហើយកំភ្លើងទី5វិញគឺ M79 អ្នកគ្នានៅចាំបានអត់M79 ដូចជានៅមានតែដូចជានៅមានតាមត្រប់មួយតែអត់សូវសម្បូរដោយកាលមុនអញ្ចឹងណាអ្នកគ្នាអត់ទេខ្ញុំលេង Free Fire រាល់ថ្ងៃខ្ញុំអត់ដែរឃើញ M79 ផងអ្នកគ្នាដែរឃើញ M79 អត់គេថាដឹងគេដកឬក៏នៅទេខ្ញុំមកសូវច្បាស់ដែរអញ្ចឹងណាហើយបើសិនជាគ្នាយើងដឹងគ្នាយើងកុំភ្លេច comment ប្រាប់ខ្ញុំម្នាក់មួយផងហើយនឹងគឺជាកំភ្លើងទាំង5ដែលគេបានដកចេញពីក្នុង game Free Fire សម្រាប់អ្នកគ្នានឹកកំភ្លើងមួយណាដែរបើសម្រាប់ខ្ញុំវិញគឺថាខ្ញុំនឹកស្នាអ្នកគ្នាស្នាហ្នឹងគេដកចេញយូរណាស់ហើយនេះតាំងពី2020ឬក៏2022ទេគេថានឹកស្នាខ្លាំងមែនតើហ្នឹងហើយវីដេអូយើងក៏មានអីច្រើនទេក៏មានតែប៉ុណ្្នឹងដែរសម្រាប់អ្នកគ្នាមើលដល់កន្លែងទៅនេះគ្នាយើងកុំភ្លេចជួយចុចបេះដូងផងអ្នកនៅក្នុង TikTok បើអ្នកនៅក្នុង YouTube គ្នាយើងកុំភ្លេចជួយចុច Sub ឲ្យខ្ញុំម្នាក់មួយផងបាយបាយ